គ្រប់យ៉ាងវាមកពីគ្រួសាររបស់ខ្ញុំក្រមានពុកជាអ្នកប្រមឹកស្រាតើបានជាគេមើលងាយអើយនេះយ៉ាងម៉េចហ្នឹងមកកនាងផ្ទះខ្ញុំនាងធ្វើស្អីនឹងវីណាយើងផ្ទះនាងវាសមហើយនាងជាស្រីមុខក្រាស់ចង់មកតាក់ទងប្តីរបស់យើងល្អណាស់ឆាប់ព្រោះហើយដើរដូចជាឆ្កែចេញពីផ្ទះរបស់យើងទៅពួកគេបានទៅនឹងដើរដូចជាឆ្កែកូនភូឯងគិតចង់ទៅណាមកនេះពុកមានរឿងចង់និយាយជាមួយឯងបន្តិចកូនក៏មានរឿងចង់និយាយជាមួយពុកដូចគ្នាដែរហើយរឿងអីទៅពុកនិយាយរឿងរបស់ពុកមុនទៅពុកគិតថានឹងរៀបការឲ្យឯងនឹងវីណានៅអាទិត្យក្រោយនេះហើយថាម៉េចពុករឿងនេះខ្ញុំប្រាប់ពុកហើយតាថាខ្ញុំមិនព្រមនោះទេឯងមិនព្រមព្រោះតែឯងស្រឡាញ់នាងពិសីនោះមិនស្រឡាញ់ក្មួយវីណាមែនទេមិនក៏ពុកដឹងថានាងឈ្មោះពិសីនេះពុកស្គាល់នាងហើយមែនទេពុកមិនត្រឹមតែស្គាល់នាងទេពុកទៅដល់ផ្ទះរបស់នាងថែមទៀតផងពុកទៅធ្វើអីផ្ទះរបស់នាងឯងគួរតែដឹងហើយថាពុកទៅដើម្បីអីពុកនេះពុកទៅស្ដីបន្ទោសឲ្យគ្រួសារនាងមែនទេបើយើងមិនធ្វើអញ្ចឹងទេវាក៏មិនឈប់តាក់ទងជាមួយឯងដែរពុកនេះពុកជ្រុលពេកហើយណាពុកធ្វើនេះមិនសមទោសតែសោះសមឬមិនសមពុកមិនខ្វល់ទីបើឯងចង់ឃើញគ្រួសារស្រីដែលឯងស្រឡាញ់រស់នៅបានសុខឯងត្រូវតែរៀបការជាមួយក្មួយវីណាបើមិនចឹងទេពុកនឹងធ្វើឲ្យគ្រួសាររបស់វានោះរស់នៅក្នុងភូមិនេះមិនបានសុខទេពុកធ្វើអញ្ចឹងបានអីមកវិញគឺយើងបានកូនប្រសាដែលយើងពេញចិត្តនោះអីមិនមែនជាស្រីក្រីក្រនោះទេបើកូនមិនស្រឡាញ់ផងពុកគិតថាកូននឹងរស់នៅជាមួយនឹងនាងកើតដែរមុននឹងក្រោយគង់តែស្រឡាញ់ទេបើឯងមិនព្រមតាមពុកកុំថាពុកនេះចិត្តអាក្រក់ឲ្យសោះកូនមិនព្រមទេឯងប្រហែលជាមិនចង់ឃើញស្រីដែលឯងស្រឡាញ់គេគ្មានក្តីសុខដោយសារតែឯងទីមើលទៅបានជាឯងប្រកែករឿងនេះជាមួយនឹងពុកបែបនេះពុកចង់ធ្វើអីគ្រួសារគេពុកនឹងមិនធ្វើអីគ្រួសារគេទេបើឯងព្រមរៀបការជាមួយនឹងក្មួយវីណាចោលស្រីនោះខ្ញុំនឹងព្រមរៀបការតាមបំណងរបស់ពុកហើយពុកត្រូវតែសន្យាជាមួយខ្ញុំថានឹងមិនធ្វើអីគ្រួសាររបស់នាងទេល្អណាស់កូនប្រុសពុកសប្បាយចិត្តណាស់ពុកនឹងសន្យាថាមិនធ្វើអីគ្រួសារនាងទេពុកសប្បាយចិត្តចុះរឿងនេះសមតាមបំណងរបស់ពុកហើយពុកមិនបាច់ខ្វល់ពីចិត្តខ្ញុំទេកូនភូកូនត្រូវតែគិតថាអ្វីដែលពុកធ្វើគឺពុកចង់ឲ្យកូនមានអនាគតល្អមិនចង់ឃើញកូនលំបាកទេរឹតតែមិនចង់ឃើញកូនរើសប្រពន្ធខុសថែមទៀតអ្វីគ្រប់យ៉ាងកូនគ្មានសិទ្ធិសម្រេចទេនេះហ៎ដែលពុកថាចង់ឃើញកូនមានអនាគតល្អនោះរឿងនេះពុកមិនចង់ឲ្យឯងសម្រេចចិត្តខុសទេទើបពុកជាអ្នកសម្រេចចិត្តឲ្យឯងបើឯងសម្រេចចិត្តខុសអនាគតឯងក៏អស់ទៅតាមនឹងដែរខ្ញុំឈប់ប្រកែកជាមួយពុកហើយខ្ញុំទៅក្រៅសិនពុកចាត់ចែងតាមនឹងចុះឯងទៅក្រៅមិនមែនទៅជួបស្រីនោះទេមែននេះមិនទេពុកខ្ញុំគ្រាន់តែមិនចង់នៅផ្ទះតែខ្ញុំត្រូវនិយាយប្រាប់ពិសីពីរឿងនេះដោយរបៀបម៉េចទៅពិសីមិនខឹងនឹងខ្ញុំព្រមអធិស្ឋានឲ្យខ្ញុំក្បត់ពាក្យសន្យាជាមួយនឹងនាងច្បាស់ជាខឹងនឹងខ្ញុំខ្លាំងតែឯងត្រូវនិយាយយ៉ាងម៉េចទៅអាភូពិសីអូនមកហើយមែនទេបងចាំអូននៅទីនេះយូរហើយលោកមកចាំខ្ញុំធ្វើអីទៅខ្ញុំមិនចង់ជប់មុខរបស់លោកទេនេះពិសីស្អប់បងហើយមែនទេពុកបងនិយាយអីជាមួយអូនខ្លះបានជាអូននិយាយបែបនេះជាមួយបងលោកបានសួរពុករបស់លោកទៅថាគាត់មកផ្ទះរបស់ខ្ញុំនិយាយអីខ្លះបងសុំទោសជំនួសពុកបងផងអូនកុំយកសម្ដីពុកបងទុកក្នុងចិត្តអីណាមិនអីទេលោកឆាប់ចេញពីមុខរបស់ខ្ញុំទៅកុំឲ្យខ្ញុំឃើញមុខលោកទៀតរវាងលោកនិងខ្ញុំពួកយើងគ្មានថ្ងៃទៅរួចទេខ្ញុំគ្រាន់តែជាអ្នកក្រលោកវិញជាអ្នកមានមិនស័ក្តិសមនឹងគ្នាទេចំពោះបងមិនដែលគិតពីការមានក្រនោះទេតែឪពុករបស់បងគាត់ជំនះមិនព្រមទទួលយករឿងរបស់ពួកយើងបងពិតជារត់ដំណោះស្រាយអ្វីមិនចេញទេមិនបាច់មកដោះស្រាយទេទោះជាយ៉ាងណាក៏មិនអាចទៅរួចដែរបងត្រូវរៀបការជាមួយនឹងគេហើយខ្ញុំគិតហើយវានឹងបែបហ្នឹងស្ដាយណាស់ដែលខ្ញុំដាច់ចិត្តស្រឡាញ់លោកធ្វើខ្លួនឯងត្រូវរងការឈឺចាប់បងមិនចង់ទេអូនត្រូវតែយល់ពីបងថាបងស្រឡាញ់អូនមិនបានស្រឡាញ់គេទេស្រឡាញ់វាមិនស៊ីកាត់ទេទ្រព្យសម្បត្តិទៅវាស៊ីកាត់ពុករបស់លោកគិតត្រូវហើយដែលឲ្យលោករៀបការជាមួយនឹងគេនោះបងមិនចង់ទេតែបងត្រូវតែធ្វើ
បើមិនចឹងទេបងនឹងស្ដាយក្រោយ ត្រូវហើយលោកមិនអាចប្រកែកនឹងអ្នកមានគុណរបស់លោកបានទេ បងពិតជាសុំទោសអូនមែនអូនលើកលែងទោសឲ្យបងផងណា វាមិនអីទេខ្ញុំមិនខឹងនឹងលោកទេពេលនេះខ្ញុំមិនចង់ជួបមុខលោកទៀតទេឆាប់ចេញពីទីនេះទៅ បាទអូនមើលថែខ្លួនផងបងលាអូនសិនហើយ ខ្ញុំពិតជាឈឺចាប់ណាស់ហេតុអីបានជាជីវិតរបស់ខ្ញុំត្រូវមកជួបនឹងរឿងបែបនេះទេវតាអើយពេលណាទៅជីវិតខ្ញុំវាល្អប្រសើរនឹងគេទៅនេះគ្រប់យ៉ាងវាមកពីគ្រួសាររបស់ខ្ញុំក្រមានពុកជាអ្នកប្រមឹកស្រាទៅបានជាគេមើលងាយសំហើយដែលគេមិនពេញចិត្តចាប់ពីពេលនេះទៅខ្ញុំមិនធ្វើឲ្យអ្នកណាមកមើលងាយខ្ញុំទៀតទេហើយនឹងមើលងាយគ្រួសាររបស់ខ្ញុំទៀតឡើយឯងត្រូវទៅរឹងមាំណាស់ពិសីឯងមិនត្រូវចោះចាញ់ទេ 2 ខែក្រោយមក បងវិភូលោកពុកថ្ងៃនេះខ្ញុំដូចជាវិលមុខចាំមិនដឹងទេសង្ស័យតែមានចៅឲ្យលោកពុកហើយ មែនហើយកូនវីណាពុកសប្បាយចិត្តណាស់កូនភូឯងមិនសប្បាយចិត្តទេអីដែលប្រពន្ធឯងគេមានកូនឲ្យឯងនោះសប្បាយចិត្តអីទៅពុកបើខ្ញុំមិនដែលដេកជាមួយនាងផងមានកូនយ៉ាងម៉េចទៅនាងក៏ហក់ពុកហើយអមិនក៏ឯងនិយាយអញ្ចឹងហាភូនេះពួកឯងរៀបការជាមួយគ្នាបានមួយខែហើយមិនដែលដេកជាមួយគ្នាទេមែននេះកូនវីណាកូនភូវានិយាយពិតទេ បងភូបងមិនចាំទេអីពេលបងស្វឹងស្រានោះបងហើយនឹងខ្ញុំបានធ្វើអីខ្លះ ខ្ញុំមិនដែលធ្វើឲ្យនាងទេព្រោះខ្ញុំមិនបានស្រឡាញ់នាងខ្ញុំធ្វើទៅមិនរួចខ្ញុំលេបវាមិនចូល លោកពុកមើលបងវិភូនិយាយទៅគាត់មិនទុកខ្ញុំជាប្រពន្ធគាត់ទេ កូនភូនាងជាប្រពន្ធឯងហើយឯងគិតហីអញ្ចឹងមិនបានទេណាកូនខ្ញុំរៀបការជាមួយនាងដើម្បីឲ្យពុកសប្បាយចិត្តខ្ញុំមិនបានស្រឡាញ់នាងទេពុកក៏ដឹងហើយនាងក៏ដឹងដូចគ្នាកូនភូឯងធ្វើអញ្ចឹងមិនបានទេណាឯងឆាប់នាំកូនវីណាទៅពេទ្យភ្លាមដើម្បីឲ្យដឹងថានាងមានកូនឬក៏អត់នាងគ្មានកូនអីទេមិនបាច់ទៅទេខ្ញុំហ៊ានធានាណាពុក មិនអីទេលោកពុកខ្ញុំគ្រាន់តែឈឺក្បាលក៏មិនប្រកាសថាមានកូនដែរណាលោកពុក មិនបានទេកូនវីណាកូនត្រូវទៅពេទ្យទើបពុកអស់ចិត្តកូនភូឆាប់នាំកូនវីណាទៅពេលនេះទៅអត់ទេពុកខ្ញុំត្រូវទៅក្រៅហើយបើនាងចង់ទៅឲ្យនាងទៅខ្លួនឯងទៅពុកកូនឯងនេះហឺយចំមែនវើយ លោកពុកបងភូគាត់មិនទាន់ស្រឡាញ់ខ្ញុំទេលោកពុកប្រហែលជានៅនឹកដល់នាងពិសីស្អីគេនឹងហើយ បើវាហ៊ានទៅតាក់ទងនឹងនាងនឹងពុកនឹងមិនទុកនាងឲ្យរស់នៅលើផែនដីឲ្យវាមកបំផ្លាញក្តីសុខរបស់កូនពុកបានទេ ខ្ញុំជាអ្នកតាមដានបងភូបើបងភូទៅលួចលាក់ជួបគ្នាទៀតខ្ញុំមិនព្រមឲ្យនាងនោះនៅបានសុខទេ នេះគឺពិសីមែនទេអូនផ្លាច់ខ្លាំងណាស់បងមើលសឹងតែមិនស្គាល់ ចៃដន្យណាស់ថ្ងៃនេះមកជួបលោកទៀតហើយមិនដឹងជាថ្ងៃសោយស្អីទេ បងសប្បាយចិត្តណាស់ដែលបានជួបពិសីសុខសប្បាយទេ សុខសប្បាយធម្មតាចុះលោកវិញជីវិតគ្រួសារជាបាច់ដែរមានក្តីសុខទេ គ្មានក្តីសុខទេព្រោះតែចិត្តនិងបេះដូងរបស់បងបានប្រគល់ឲ្យពិសីបាត់ទៅហើយក ុំនិយាយរឿងនឹងទៀតអីវាជ្រេញខ្លាំងណាស់ខ្ញុំស្ដាប់ហើយពិតជារអើម មិនអីទេពិសីចង់និយាយបែបម៉េចក៏បងទទួលយកបានដែរបងមើលទៅពិសីពេលនេះមិនដូចពិសីពេលមុនទេនាងតែងខ្លួនស្អាតខ្លាំងណាស់ ត្រូវហើយខ្ញុំមិនមែនជាពិសីពីមុនទៀតទេពេលនេះខ្ញុំមានគ្រួសារហើយលោកឃើញទេ នេះពិសីរៀបការហើយមែនទេមិនក៏ពិសីមិនប្រាប់បងផង ប្រាប់លោកខ្ញុំប្រាប់លោកបានប្រយោជន៍អីទៅលោករៀបការចោលខ្ញុំទុកឲ្យខ្ញុំនៅរងការឈឺចាប់តែម្នាក់ឯងពេលនេះខ្ញុំរឹងមាំខ្ញុំរៀបការជាមួយអ្នកដែលខ្ញុំស្រឡាញ់មិនបានទេអី មិនមែនចឹងទេបងគ្រាន់តែចង់ដឹងថាគេនឹងមើលថែពិសីបានល្អទេ ប្រកាសជាល្អហើយមើលតែខ្ញុំពេលនេះទៅថាខ្ញុំខុសពីមុនយ៉ាងម៉េចខ្លះ ល្អហើយបងសប្បាយចិត្តដែលគេមើលថែពិសីបានល្អជាងបងសូមអបអរផងណា ចាអរគុណហើយដែលជួយអបអរបងភូបងឯងមកធ្វើអីនៅទីនេះអើយនេះយ៉ាងម៉េចហ្នឹងមកកនាងផ្ទះខ្ញុំ នាងធ្វើស្អីនឹងវីណា យើងផ្ទះនាងវាសមហើយនាងជាស្រីមុខក្រាស់ចង់មកតាក់ទងប្តីរបស់យើងអូយនាងហ៊ានតែកំភ្លៀងខ្ញុំផងហ៎
នាងកំចេះតែមកចោទយើងផ្ដេសប្តីរបស់នាងទេដែលចេះតែមករកយើងមើលទៅប្តីរបស់នាងដូចជាមិនអស់អាល័យពីយើងទេប្តីរបស់នាងផងកុំមករញ៉េរញ៉ៃនឹងយើងអីបើនាងមិនរកប្តីយើងមុនទេណាប្តីរបស់យើងក៏មិនទៅរកនាងដែរនាងគិតថាប្តីរបស់នាងជាអ្វីទើបត្រូវយើងទៅរកនោះយើងប្រាប់នាងទៅចុះប្តីរបស់នាងគ្មានអ្វីអស្ចារ្យសម្រាប់យើងទេពិសីអូនប្រែប្រួលខ្លាំងណាស់អូនមិនដូចមុនទេបងភូខ្ញុំជាប្រពន្ធនៅនឹងមុខបងនិយាយហៅវាថាអូនយ៉ាងម៉េចហ៎ខ្ញុំហៅវាយ៉ាងម៉េចនាងចំណានមែនទេនាងគួរតែដឹងខ្លួនយូរណាស់មកហើយថាខ្ញុំមិនដែលស្រឡាញ់នាងទេអ្នកដែលខ្ញុំស្រឡាញ់គឺពិសីបងភូបងជាប្តីរបស់ខ្ញុំណាបងធ្វើអញ្ចឹងមិនបានទេខ្ញុំមិនដែលចាត់ទុកនាងជាប្រពន្ធទេអញ្ចឹងហើយខ្ញុំមិនមែនជាប្តីរបស់នាងទេគួរឲ្យរំខានណាចង់ឆ្លោះគ្នាក៏ឆ្លោះទៅឆ្លោះកន្លែងផ្សេងទៅក៏មករំខានផ្លូវរបស់ខ្ញុំធ្វើដំណើរពិសីឈប់សិនបងភូចង់ទៅណាឈប់ភ្លាមណាបងភូត្រូវមកនិយាយជាមួយខ្ញុំសិនពុកម៉ែក៏មកវិញហើយអូមកវិញហើយឯកូនមកញ៉ាំបាយសិនទៅកូនចាម៉ែចុះបងវិមានក៏ទៅណាហើយម៉ែកូនវិមានគេរវល់ទៅខាងក្រៅមិនបាននៅញ៉ាំបាយជាមួយពួកយើងទេកូនពេលល្ងាចទៅវិមានគេមកវិញកូនចាតោះពិសាបាយពុកម៉ែយីនេះផ្ទះរបស់នាងពិសីមែនទេកូនវីណាចាលោកពុកខ្ញុំចាំបានថាពេលមកថ្ងៃមុនគឺផ្ទះវាខ្ទមតូចនៅទីនេះហើយចុះផ្ទះធំនេះជារបស់អ្នកណាទៅពុកឬក៏ជាផ្ទះរបស់វាពុកក៏មិនដឹងដែរកូនតែវាជាអ្នកក្រមានសមត្ថភាពឯណាធ្វើផ្ទះធំបែបនេះនោះមែនហើយពុកចាំកូនស្រីហៅមើលបើវាចេញមកពីផ្ទះនេះបានន័យថាផ្ទះនេះជារបស់វាហើយពុកនាងពិសីនាងពិសីអ្នកណាគេមករកអីនឹងកូនឮស្រែកហៅឈ្មោះកូនកូនទៅមើលសិនម៉ែពុកនេះនាងពិសីវាដើរចេញពីផ្ទះនេះមែនពុកផ្ទះនេះជារបស់នាងពិតមែនទេអ្នកទាំងពីរមករកស្អីនៅទីនេះយើងមករកនាងនឹងឯងចាំមិននឹងនាំគ្នាមកធ្វើស្អីនៅផ្ទះរបស់ខ្ញុំនឹងថាម៉េចនេះជាផ្ទះរបស់នាងហ៎នាងពិតជាឈួតមែនហើយគ្រាន់តែជាអ្នកបម្រើផ្ទះគេសោះហ៊ានសម័យថាជាផ្ទះរបស់ខ្លួនឯងនាងចង់និយាយយ៉ាងម៉េចក៏និយាយទៅយើងមិនខ្វល់ទេផ្ទះនេះគឺជាផ្ទះរបស់យើងហើយយើងនេះក៏មិនមែនជានាងពិសីកាលពីមុនទៀតដែរអូយណែនាងក៏មកចង់មានបានពេកភ្លេចហើយយាយថាខ្លួនឯងនេះគ្រាន់តែជាអ្នកក្រម្នាក់សោះពេលនេះក៏នៅតែជាក្រដដែលមនុស្សល្ងងដូចជានាងពិតជាមិនដឹងខ្យល់អីមែនណាហើយចុះទោះយើងនិយាយយ៉ាងម៉េចក៏នាងនៅតែមិនជឿដែរអញ្ចឹងស្រាប់តែនាងគិតចុះនាងអើយលោកអ៊ំមើលវាក្អេងក្អាងថាផ្ទះនេះជារបស់វាចុះវាជាអ្នកក្រមិនអាចខ្លាយជាអ្នកមានបានទេធ្វើជាអ្នកបម្រើផ្ទះគេសោះក៏អួតខ្លួនឯងថាជាម្ចាស់ផ្ទះបាត់ទៅហើយគួរឲ្យអាម៉ាស់ណាស់លោកអ៊ំចាស់ហើយនិយាយអីឲ្យចេះគិតខ្លះផងកុំឲ្យក្មេងដូចជាខ្ញុំជេរអីណាឯងហ៊ានជេរយើងថាចាស់ផងហ៎ថាមិនត្រូវដែរបើនៅតែនិយាយលក់លែកឲ្យខ្ញុំទៀតខ្ញុំមិនទុកមុខឲ្យអ៊ំទេឯងនេះវាឆ្លើយណាស់យើងគិតត្រូវហើយដែលមិនព្រមឲ្យវាមកធ្វើជាកូនប្រសាររបស់យើងនោះគិតថាខ្ញុំខុសមែនទេដែលមិនបានធ្វើជាកូនប្រសារអ៊ំនោះខ្ញុំសំណាងតែវិញទេអ្នកណាគេមករកអីនឹងកូនអាយយលោកពុកមើលគ្រួសាររបស់វាចុះធ្វើជាអ្នកបម្រើគេតែផ្ទះតែម្ដងហើយមើលចុះតែងខ្លួនដូចជាម្ចាស់ផ្ទះអញ្ចឹងក្មួយថាណាមកធ្វើជាអ្នកបម្រើផ្ទះគេនោះគឺថាឲ្យពួកឯងនឹងហើយមើលទៅក្មួយមិនមែនជាក្មេងណាស់ណាទេការគិតរបស់ក្មួយមិនបានស្មើនឹងក្មេងផងមិញឯងថាឲ្យយើងមែនទេខ្ញុំចាំបានហើយអ្នកទាំងពីរធ្លាប់មកផ្ទះរបស់ខ្ញុំម្ដងហើយមកម្ដងនេះមានការអីទៅយើងបានប្រាប់អ្នករួចហើយថាកុំឲ្យកូនស្រីរបស់អ្នកមកតាក់ទងនឹងកូនប្រុសរបស់ខ្ញុំទៀតតែកូនស្រីអ្នកនៅរឹងក្បាលណាស់នៅតែមកតាក់ទងជាមួយនឹងកូនប្រុសរបស់យើងទៀតទាំងដែលដឹងថាគេមានប្រពន្ធហើយថ្ងៃនេះយើងនឹងមកបដៅពួកឯងចេញម្ដងណែអ្នកខ្ញុំថាណាកូនស្រីរបស់ខ្ញុំមិនបានទៅតាក់ទងកូនប្រុសរបស់អ្នកទេព្រោះថាកូនស្រីរបស់ខ្ញុំនេះវាមានប្តីហើយប្តីគេក៏មិនមែនអន់ដូចកូនប្រុសរបស់អ្នកដែរគេជាអ្នកមានទ្រព្យជាងគ្រួសាររបស់អ្នកទៅទៀតថាម៉េចកូនស្រីអ្នកនឹងមានគេយកដែរហើយល្អជាងកូនប្រុសខ្ញុំផងហ៎មើលទៅគ្រួសារអ្នកក្រឡើងឈួតអស់ហើយមើលទៅ
អ្នកប្រហែលជាមិនជឿទេចាំតិចទៀតកូនប្រសាខ្ញុំគេមកវិញអ្នកនឹងភ្ញាក់ខ្លួនកូនប្រសាយើងគេជាអ្នកមានក្នុងភូមិនេះជាថៅកែលក់គ្រឿងអលង្ការឈ្មោះថាថៅកែវិមានអ្នកប្រហែលជាស្គាល់គេហើយហ៎ថាម៉េចថៅកែវិមាននឹងជាប្តីរបស់កូនអ្នកឈប់សម័យទៅអ្នកអើយគេជាអ្នកមានដំម្លឹងមិននឹងអាចមកយកកូនស្រីអ្នកដែលក្ររហិមរហាមបែបនេះមែនហើយលោកពុកវាមិនអាចទេខ្ញុំមិនជឿទេហើយសាច់សិនទៅលោកអ៊ំតែទៀតលោកអ៊ំណាសាច់លេងសំហើយពុកម៉ែតោះយើងទៅហូបបាយទៅកុំនៅនិយាយជាមួយពួកគេទៀតអីទុកឲ្យពួកគេរងចាំនៅទីនេះហើយណែឈប់សិនពួកនាងចង់ទៅណាចង់រត់គេចមែនទេបើនាងពិតជានិយាយពិតមែននោះរងចាំនៅទីនេះហើយរងចាំរហូតដល់ប្តីរបស់នាងមកទីនេះសិនទៅក៏បានខ្ញុំនឹងបញ្ជាក់ឲ្យនាងមើលថារឿងនេះជាការពិតឬក៏មិនពិតនោះប្តីរបស់យើងគេមកហើយមានរឿងអីនឹងអូនពិសីអ្នកណាមកលេងផ្ទះរបស់យើងនឹងបងវិមាននេះជាអ្នកចិត្តខាងរបស់យើងពួកគេមកទីនេះគេចង់ធ្វើបាបអូននិងពុកម៉ែថាម៉េចមិនក៏អូនមិនប្រើកូនចៅទៅប្រាប់បងនឹងប្រញាប់មកគេមិនទាន់បានធ្វើអីអូនទេបងវិមានត្រូវតែចាត់ការឲ្យអូនមែនហើយកូនប្រសាកូនត្រូវតែចាត់ការពួកគេឲ្យដឹងដៃម្ដងលោកពុកនៅម៉ែកុំបារម្ភអ្នកណាចង់មកធ្វើបាបប្រពន្ធខ្ញុំថៅកែវិមាននឹងមិនទុកឲ្យគេរស់ទេលោកពុកនេះថៅកែវិមានដែលលក់គ្រឿងអលង្ការនៅក្នុងភូមិនឹងពិតមែនទេពុកក៏មិនច្បាស់ដែរកូនតែដូចជាប្រហែលយ៉ាងមិនដឹងទេបើអញ្ចឹងនោះវាជារឿងពិតហើយពុកយើងចប់ហើយពេលនេះគ្មានអ្នកណាហ៊ានជាមួយថៅកែនឹងទេក្នុងភូមិនេះថៅកែនឹងហើយមានជាងគេនោះពួកឯងប្រហែលជាមិនដឹងទេថាយើងជាអ្នកណាមែនទេបានចង់មកធ្វើបាបប្រពន្ធរបស់យើងប្រាប់ពួកឯងទៅចុះនៅក្នុងភូមិនេះគ្មានអ្នកណាហ៊ានជាមួយយើងទេតែពួកឯងនេះថ្លើមធំណាស់ចង់មកធ្វើបាបប្រពន្ធយើងដោយមិនខ្លាចញញើតយើងសោះគឺថាខ្ញុំមិនបានមកបែបនេះទេលោកថៅកែខ្ញុំគ្រាន់តែមកសួរសុខទុក្ខប្រពន្ធរបស់លោកធម្មតាទេព្រោះធ្លាប់ស្គាល់គ្នាខ្ញុំមិនដឹងទេថានាងជាប្រពន្ធរបស់លោកថៅកែនោះបើខ្ញុំដឹងខ្ញុំមិនហ៊ានទេមែនហើយលោកថៅកែពួកខ្ញុំអត់បានធ្វើអីប្រពន្ធលោកទេកុំធ្វើអីពួកខ្ញុំអីណាបងវិមានពួកនេះមិនជឿថាបងវិមានជាប្តីរបស់ខ្ញុំពេលនេះជឿហើយនៅពេលនេះខ្ញុំជឿហើយថាវាជារឿងពិតមិនបានកុហកទេក្មួយពិតជាប្រពន្ធរបស់ថៅកែវិមានមែនខ្ញុំក៏ដូចគ្នាខ្ញុំជឿហើយកុំធ្វើអីពួកខ្ញុំណាបើជឿហើយគួរតែដឹងហើយថារឿងដែលពួកឯងធ្វើពីមុនមកលើយើងនោះដែលយើងជាស្អីខ្លះត្រូវដឹងថាត្រូវធ្វើយ៉ាងម៉េចឲ្យយើងពេញចិត្តបើមិនអញ្ចឹងទេកុំសង្ឃឹមថាចេញពីទីនេះបានឲ្យសោះក្មួយមិនមែនទេលោកស្រីថៅកែចង់ឲ្យពួកខ្ញុំធ្វើយ៉ាងម៉េចទើបលុបលាងកំហុសបានខ្ញុំនឹងធ្វើភ្លាមឆាប់សុំទោសពុកម៉ែយើងភ្លាមហើយព្រោះដូចជាឆ្កែហើយដើរដូចឆ្កែចេញពីផ្ទះរបស់យើងទៅយើងនឹងព្រមឲ្យពួកឯងចេញពីទីនេះហួសហេតុពេកហើយណាកូនវីណាកុំទៅប្រកែកនឹងលោកស្រីអីធ្វើតាមគេប្រាប់ទៅបើឯងចង់សុខលោកពងបាទលោកស្រីថៅកែខ្ញុំនឹងធ្វើតាមឲ្យលោកស្រីពេញចិត្តអ្នកឲ្យខ្ញុំសុំទោសផងខ្ញុំខុសហើយកូនវីណាឆាប់និយាយទៅកូនលោកពូអ្នកមីងខ្ញុំខុសហើយខ្ញុំសុំទោសផងល្អណាស់ឆាប់ព្រោះហើយដើរដូចជាឆ្កែចេញពីផ្ទះរបស់យើងទៅពួកគេបានទៅនឹងដើរដូចជាឆ្កែចេញពីផ្ទះរបស់ពិសីកូនពិសីកូនធ្វើបែបនេះដាក់ពួកគេដូចជាជ្រុលពេកទៅដឹងឯកូនវាមិនជ្រុលទេពុកនេះវាស្ទើរខ្លាំងណាស់ពួកគេមើលងាយគ្រួសារយើងធ្វើបាបផ្លូវចិត្តខ្ញុំសំហើយដែលវាត្រូវទទួលរឿងបែបនេះពីខ្ញុំវិញនោះពេលនេះពួកគេដឹងខ្លួនហើយពួកគេមិនហ៊ានមកទៀតទេគ្រួសារយើងពេលនេះនៅសុខសាន្តហើយកូនមិនហើយអូនបងនឹងការពារអូនមិនឲ្យអ្នកណាមកធ្វើបាបអូនទេសំណាងណាស់ដែលម៉ែបានកូនធ្វើជាកូនប្រសាបើគ្មានកូនទេពេលនេះគ្រួសាររបស់ម៉ែមិនដឹងជាយ៉ាងណាហើយទេមិនហើយម៉ែវាកុំអីខ្ញុំមិនដឹងជាសវឹងតែឡាយយ៉ាងម៉េចទៅហើយទេខ្ញុំក៏សំណាងដូចគ្នាពុកម៉ែដែលបានប្រពន្ធល្អហើយប្រកែកគ្រប់មុខបែបនេះមិនដឹងជាស្អីទេសរសើរអូនទៀតហើយអាយអូយឈឺចង្កេះដល់ហើយកូនអើយកូនវីណាមកចុះបាច់ចង្កេះឲ្យពុកតិចមកកូនអូយចុកពេញខ្លួនអស់ហើយអើយ
ចាំបាច់អីទៅពុកខ្ញុំក៏ឈឺមិនចាញ់ពុកដែរនៅមិននៅនាំទុកដាក់ខ្លួន អើយស្មានថាពុកចង់អីហើយបើដឹងថានាងនឹងវាបានប្តីអ្នកមានចឹងពុកមិនហ៊ានទៅរករឿងវាទេ សំមុខពុកហើយមើលចុះដើរដូចជាឆ្កែបាក់មុខអស់ ហើយមិនក៏ឯងនិយាយចឹងហាកូនវីណាពុកក៏ធ្វើដើម្បីឲ្យឯងនិងកូនភូបានស្រឡាញ់គ្នាមានក្តីសុខដែរ កូនប្រុសពុកណាប្រហែលជាមិនស្រឡាញ់ខ្ញុំជារៀងរហូតហើយខ្ញុំមិនដឹងថាគួរយកកូនរបស់ពុកទៀតឬក៏អត់ទេ ទោះជានាងខំយ៉ាងណាក៏ខ្ញុំមិនស្រឡាញ់នាងដែរ ឃើញទេនិយាយមិនទាន់ចាប់ផងចម្លើយគឺមកដល់បាត់ទៅហើយក ូនភូហើយមិនក៏ឯងរឹងទៅទឹងម្លេះពួកឯងរៀបការហើយមិនស្រឡាញ់គ្នាមិននឹងកើតក្នុងចិត្តខ្ញុំមានតែពិសេសម្នាក់គត់អ្នកផ្សេងខ្ញុំមិនត្រូវការដាច់ខាតនាងនឹងវាមានប្តីហើយវាក៏លែងស្រឡាញ់ឯងទៀតដែរឯងនៅគិតពីវាដល់ណាទៀតទោះជានាងមានប្តីក៏ដោយក៏ខ្ញុំមិនអាចបំភ្លេចនាងបានដែរពុកជាតិនេះចិត្តខ្ញុំគឺមានតែនាងម្នាក់គត់ ហើយបងភូនេះបងងប់ងល់នឹងវាដល់ថ្នាក់ហ្នឹងអីខ្ញុំមិនចង់នៅជាមួយបងទៀតទេលែងគ្នាទៅ ខ្ញុំប្រាប់នាងពីដំបូងហើយតាថាខ្ញុំមិនស្រឡាញ់នាងទេតែនាងនៅតែចង់បានខ្ញុំពេលនេះយ៉ាងម៉េចដែរឈឺចាប់ទេពេលនេះនាងយល់អារម្មណ៍នឹងហើយនៅបើគេមិនស្រឡាញ់បន្តក៏វាឈឺចាប់ដែរឈឺដូចត្រូវគេបំបែកបំបាក់ចេញពីមនុស្សដែលខ្លួនស្រឡាញ់អញ្ចឹង ខ្ញុំមិនគួរណាឈួតនឹងលោកដល់ថ្នាក់នេះទេខ្ញុំទៅផ្ទះរបស់ខ្ញុំវិញហើយក ូនវីណាឈប់សិនកូនកូនវីណាកុំទៅអីកូន ក៏មកហាមខ្ញុំអីពុកខ្ញុំមិនចង់នៅទៀតទេ ពុកឃើញសេចក្តីសុខរបស់កូនទេឯណាទៅក្តីសុខរបស់កូនដែលពុកនិយាយនោះពុកគ្មានអីនិយាយទេបើឯងមិនបានស្រឡាញ់ផងវាមានក្តីសុខមកពីណាខ្ញុំមិនស្រឡាញ់តាំងពីដំបូងតែពុកមិនស្ដាប់ខ្ញុំពុកបង្ខំខ្ញុំពេលនេះខ្ញុំត្រូវខ្លាចជាពស់ម៉ាយពុកក៏គ្មានចាយជារៀងរហូតទៅឯងនិយាយនេះបានន័យថាម៉េចឯងមិនគិតយកប្រពន្ធមួយទៀតទេមែនទេប្រពន្ធរបស់ខ្ញុំត្រូវតែជាពិសេសម្នាក់គត់បើគ្មាននាងកុំសង្ឃឹមថាជាតិនេះខ្ញុំនឹងរៀបការជាមួយអ្នកណាដោយការស្រឡាញ់នោះកូនភូឯងមិនអាចធ្វើអញ្ចឹងបានទេណាកូនកូនភូមកវិញភ្លាមមកនិយាយជាមួយពុកសិនពុទ្ធោខ្ញុំអើយខ្ញុំអមិនក៏កាប់ពីម្លេះមានកូនប្រុសតែម្នាក់ពេលនេះវាលែងយកប្រពន្ធទៀតហើយខ្ញុំបានចៅឯណាបន្តវងតកូលខ្ញុំទៅអើយខ្ញុំអើយខ្ញុំមិនគួរណាធ្វើអញ្ចឹងសោះបើឲ្យពួកគេតាក់ទងគ្នាប្រហែលជាពេលនេះខ្ញុំបានចៅពោបាត់ទៅហើយ